សកម្មភាពខ្លះៗនៅថ្ងៃចុងក្រោយនៅស្រុកខ្មែរដែលខ្ញុំបានរៀបចំអ្វីខ្លះអញ្ចឹងទៅមើលទាំងអស់គ្នានិយាយទៅគឺមាននំគេហៅថានំនំតយចាដោយសារតែប្អូនកន្លោះហ្នឹងគាត់ចង់ញ៉ាំអញ្ចឹងណាគាត់សុំផ្ញើអញ្ចឹងគាត់ទទួលទៅហើយពីរអ្នកប្អូនស្រីខ្ញុំនេះចាកូនពីរឯណាប៉ុន្តែមើលរៀងមិនចាញ់កំមុំទេនិយាយទៅគឺខ្ញុំដាក់របស់ស្រស់ដោយរបស់ស្រស់របស់កកដោយរបស់កកហើយនឹងរបស់ញ៉ាំដោយរបស់ញ៉ាំអញ្ចឹងហើយនិយាយទៅគឺថាប្រហើនណាម្ដាម JC ទៅម្នាក់ឯងមែនប៉ុន្តែរបស់ទាំងអស់ហ្នឹងយកមកគ្មានទុកឲ្យអ្នកស្រុកខ្មែរញ៉ាំទេចង់ញ៉ាំទិញញ៉ាំទៀតទៅបងអូនអើយយើងអ្នកអាមេរិកយូរបានទៅម្ដងអញ្ចឹងជូនកុំឲ្យខាតលុយចានិយាយមែនហើយក៏អរគុណដល់ស៊ីនួនហើយនឹងប្តីដែលបានយកឡានធំមកដឹកអីវ៉ាន់ខ្ញុំនិយាយទៅបើអត់មានឡានធំនឹងទេគឺដាក់អត់អស់ទេគេឲ្យតែ46គីឡូឯងប៉ុន្តែខ្ញុំឯនេះលោភលន់ណាស់គឺទិញគីឡូថែមអញ្ចឹងទៅវាឡើង3កេសចាហើយនិយាយមែនម៉ោង7:45នាំគ្នាចេញពីផ្ទះអញ្ចឹងណាអញ្ចឹងទៅក៏មានការថតរូបថតអីជាមួយអ៊ំនុយខ្លះទៅកុំឲ្យខាតណោះចាដោយសារតែគាត់ចង់មកជួនយ៉ានឹងចិត្តរបស់គាត់ណាគាត់ចង់មកឃើញពលានផងជួនតាណាខ្ញុំផងអីអញ្ចឹងណាបើកតាមផ្លូវឡើងទៅពលានហ្នឹងគឺថាផ្លូវ60ម៉ែត្រចាមកដល់កន្លែងនេះគឺមានការស្ទះចរាចរណ៍ដោយសារតែការបុកគ្នាដោយរវាងឡាននិងម៉ូតូអញ្ចឹងណាម៉ូតូនេះខ្ទេចហើយឡានក៏ខ្ទេចខ្ទីដែរមិនដឹងថាមនុស្សនឹងយ៉ាងម៉េចយ៉ាងម៉ាទេយើងអត់ឃើញអញ្ចឹងទៅក៏មិនទាន់ថាគេស្លាប់ឬក៏រស់ចាហើយក៏បន្តដំណើរមកមុខបន្តិចទៀតទៅគឺថាអូយឃើញឡានបងតាក់ស៊ីហ្នឹងគាត់ឈរចាំម៉ួយចាឥឡូវហ្នឹងចូលដល់ពលានប្រុយឯងបងប្អូនគឺថាឡានតាក់ស៊ីច្រើនមែនតែនឥឡូវនេះគឺពលានយន្តហោះចាថ្មីហ្នឹងគេដាក់ឈ្មោះថាDecho International ចាឥឡូវហ្នឹងគឺយើងចូលកន្លែងនេះត្រាប់អ្នកដំណើរនេះចាអញ្ចឹងយើងយក receipt ឲ្យបងអូនថ្លៃខ្ញុំយកអត់ចេញសោះសន្តិសុខមកថាបងអត់មាន receipt ទេថ្ងៃហ្នឹងគឺ free ចាវិច័យដននោះចៃដនចំថ្ងៃដែលសម្ដេចគាត់សម្ពោធប្រលានថ្មីអញ្ចឹងទៅថ្ងៃហ្នឹងគឺថា everything free អញ្ចឹងតែម្ដងបងប្អូនហើយកុំខ្វល់រឿងក្បាលពោះធ្វើម៉េចឲ្យតែបានថតអាក្បាលពោះទុកមកកន្លែងនិយាយទៅស្រុកខ្មែរ8 10ថ្ងៃគឺមានន័យជ្រៅដើរបានគ្រប់កន្លែងដែលខ្លួនឯងចង់ទៅធ្វើតាមបេះដូងហ្នឹងបានគេហៅថាសាកថ្មមែនចាខ្ញុំនិយាយមែនណាលើកទី1នៅពលានថ្មីចាអញ្ចឹងទៅដើរសួរគេឆ្វេងស្ដាំលិចកើតអញ្ចឹងទៅព្រោះយើងអត់ទាន់ដឹងទោះជាមើលអសរគេដាក់ឲ្យក៏មិនយល់ដែរចានៅល្ងីល្ងើល្ងុតល្ងងហើយទៅដល់កន្លែងហ្នឹងគឺថាដោះបែកជើងថ្វាយគុំព្រះអង្គឆាច់ចឹងហ្មងសួរគេដឹងហើយក៏មកឈរត្រង់ជួរចាថតខ្លះនៅកន្លែងដែលត្រង់ជួរហ្នឹងគឺថាបងប្អូនពលករកូរ៉េទៅច្រើនមែនតែនហើយនិយាយពីគីឡូខ្ញុំគឺកេសស្នោហ្នឹងគឺលើសគីឡូលើសគីឡូទាំង2កេសហ្នឹងប៉ុន្តែគាត់សម្រួលឲ្យខ្ញុំទិញគេមួយកេស200ចាមួយកេស200អាកេសដែលខ្ញុំទិញហើយអាកេសដែលលើសគីឡូគឺគាត់សម្រួលឲ្យនិយាយទៅគឺអរគុណមែនតែនហើយក៏អរគុណដល់សម្ដេចពុកផងដែរចាគឺថាបានសម្រួលធ្វើឲ្យការចេញចូលរបស់បងប្អូនអ្នកធ្វើដំណើរហ្នឹងគឺស្រួលមែនតែនហើយក៏មានមោទនភាពនៅពលានយន្តហោះថ្មីផងដែរគឺថាអូយពិតជាសោះស្អាតមែនតែនហើយក្មួយខ្ញុំនេះខំជិះម៉ូតូតាំងពីទួលគោកមកដើម្បីស្កាត់មកជួបមីងនេះក៏ចាំក្មួយដែរចាដោយសារអីម៉ោងឡើងហ្នឹងគឺម៉ោងមកដណ្ដប់កន្លះប៉ុន្តែដោយសារក្មួយគ្នាខំជិះស្កាត់មកហើយសុំមេចេញកន្លះម៉ោងទៀតអញ្ចឹងហើយក៏នៅចាំជួបក្មួយសិនទៅឥឡូវហ្នឹងខ្ញុំនេះក៏បានចូលមកដល់កន្លែងឡើងយន្តហោះហើយអញ្ចឹងក៏មកថតនៅកន្លែងប្រគួនបន្តិចទៅបងប្អូននិយាយទៅកន្លែងប្រគួនពិតជាស្អាតមែនតែនហើយក៏មកជួបមីងគាត់ធ្វើការអនាម័យនៅប្រគួនគាត់ថាគេចេញចូលហ្នឹងគឺគាត់ជូតរហូតជូតឥតលហែដើម្បីអីកុំឲ្យត្រូវមាត់មេចានិយាយទៅគឺថាយើងជាអ្នកធ្វើការត្រូវតែស្អាតរហូតហើយខ្ញុំមិនចេះប្រើទេបងប្អូនអើយប្រគួនហ្នឹងវាទៅនៅពេកចុចឲ្យលើចេញទឹកឲ្យក្រោមអាឡៃតឡៃវីដេអូគេហៅបាត់គេហៅទៅយកអា receipt ដែលយើងទិញគីឡូណាបងប្អូនគឺគេមាន receipt មានអីឲ្យយើងត្រឹមត្រូវចាគឺខ្ញុំទិញគេមួយកេស200គេវាយ receipt ឲ្យចឹងតែម្ដងនៅពេលយើងរៀបឡើងយន្តហោះណាចឹងហើយមិនមែនថាអត់មាន receipt ទេឥឡូវហ្នឹងគឺថារៀបចំអីបានត្រឹមត្រូវហើយឥឡូវខ្ញុំដល់ម៉ោងឡើងយន្តហោះហើយចូលមកក្នុងហើយស្មានតែបានកៅអី free អង្គុយតាមានឯណាបងប្អូនអើយអត់មានបាន free អីទេចាឥឡូវខ្ញុំ
ខ្ញុំនេះកំពុងតែហោះហើរចុះដល់កូរ៉េហើយគ្រាន់តែចុះតែពីលើយន្តហោះរត់ចូលបន្ទប់ទឹកដោយសារតែអាអ្នកអង្គុយជាមួយខ្ញុំហ្នឹងវាឡៃតែដេករហូតវាមិនឲ្យយើងចូលទៅបន្ទប់ទឹកអាចគោមេអីទេអញ្ចឹងបានថាអាអ្នកដេកជាដេកទៅតែយើងនេះដេកអត់លក់ទេនិយាយមែនហើយខ្ញុំនេះផ្លិចប៉ាសពតរត់ចុះរត់ឡើងស្មានតែយន្តហោះហ្នឹងហោះចោលបាត់ឯតាបងប្អូនរត់ស៊ូគេស៊ូឯងចាំពិតទៅប៉ាសពតហ្នឹងនៅក្នុងកត្រកបាយអញ្ចឹងបានថាកុំផ្ដេសផ្ដាស់ណាម្ដាម JC ប្រយ័ត្នអត់បានមកដល់អាមេរិកឥឡូវខ្ញុំមកដល់អាមេរិកហើយបងប្អូនអើយមកដល់អាមេរិកហ្នឹងគឺថាទៅយកអីវ៉ាន់យកអីចឹងទៅហើយចង់បញ្ជាក់ប្រាប់បងប្អូនថាឆែកសាហាវនៅកូរ៉េក៏ឆែកមកដល់អាមេរិកក៏ឆែកដែរអញ្ចឹងយើងយកអ្វីមកយើងគូតែបញ្ជាក់ប្រាប់គេឲ្យច្បាស់ហើយណែម៉ាស៊ីនគេចូល scan នៅអាមេរិកបងប្អូនបើសិនជាយើងអត់មានបញ្ហាអីទេវាលោតភ្លើងឃីវវាឲ្យយើងយកអីវ៉ាន់មកតែបើថាវាលោតភ្លើងក្រហមវាគៀសវ៉ាលីយើងចូលទៅអាកន្លែងដែលគេឆែកអីវ៉ាន់នឹងឯងអូខេអញ្ចឹងវីដេអូខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថាយើងអាចយកមកបានរបស់ត្រីកកត្រីអីហ្នឹងលើកលែងតែសាច់ឬក៏សាច់ក្រកអីគេអត់ឲ្យយកមកទេណាត្រីបកកដូចខ្ញុំនេះយកមកនៅរឹងឆ្កៃម្ដងអាចយកមកបានរបស់អីក៏ដោយខុសតែពីរឿងសាច់តែមួយមុខទេចាទុំឆ្លូញអីយកមកបានទាំងអស់និយាយទៅនំអីក៏យកមកបានដែរអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងចាំជួបគ្នានិចវីដេអូនិយាយទៅគឺថាទៅ18ថ្ងៃមានន័យជ្រៅអូខេ